ប្រសិនជាបងប្អូនអាចជ្រើសរើសកន្លែងធ្វើការពីប្រទេសណាក៏បានតើបងប្អូនចង់ធ្វើការពីប្រទេសណាដែរចាំជួយខមមិនប្រាប់ខាងក្រោមនេះផងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅធ្វើការពីសហរដ្ឋអាមេរិកជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដំបូងបំផុតនោះគឺខ្ញុំនៅលើយន្តហោះសិនដោយសារតែពួកខ្ញុំត្រូវហោះពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកហើយនៅលើយន្តហោះនេះផងដែរខ្ញុំក៏ទទួលបានការ surprise ពី EVA Air ប៉ុន្តែយើងចាំទុកនៅវីដេអូក្រោយអញ្ចឹងក្នុងវីដេអូនេះគឺយើងទៅមើលទាំងអស់គ្នាថាតើយើងទៅណាខ្លះអញ្ចឹងបន្ទាប់ពីចេញពីប្រទេសកម្ពុជាគឺពួកខ្ញុំបានទៅឈប់នៅតៃវ៉ាន់បន្ទាប់មកទៀតបានទៅឈប់នៅ San Francisco ហើយបន្ទាប់មកឥឡូវនេះគឺបានមកដល់ Washington DC ហើយគឺជាកន្លែងដែលពួកខ្ញុំនឹងចាប់ផ្ដើមធ្វើការងារនេះឯងសូមបញ្ជាក់អ្នកទាំងអស់គ្នាការងារនេះគឺជាការងារបំណងតែមានន័យថាខ្ញុំមិនមែនមកធ្វើការនៅក្រុមហ៊ុនអាមេរិកអីទេណាគឺកន្លែងការងារពួកខ្ញុំដដែលទេគ្រាន់តែយើងមាន conference ដែលត្រូវមកចូលរួមអញ្ចឹងធ្វើ online ពីនេះទៅអញ្ចឹងសម្រាប់ការងារផ្សេងបន្ទាប់មកទៀតខ្ញុំក៏បាន check មើល Airbnb ដែលមិនហ៊ានគាត់ book អ្នកទាំងអស់គ្នាខ្ញុំភ័យមែនតើមុនពេលទៅដល់កន្លែងហ្នឹងដោយសារខ្ញុំមានអារម្មណ៍ថាដូចរៀងចម្លែកអញ្ចឹងពីព្រោះថាផ្ទះហ្នឹងរបៀបនៅលើភ្នំហើយនៅក្បែរកន្លែង conference ដែលពួកខ្ញុំត្រូវទៅឯងគ្រាន់តែថាពេលធ្លាក់ snow ទៅឃើញស្អាតឃើញអីចឹងទៅបន្ទាប់មកបានមកដល់ហើយខ្ញុំក៏បានធ្វើ tour នៅ Airbnb នឹងផងដែរចាំចូលមើលក្នុង page បំណង housing ឬមួយក៏ live app បំណងផងបន្ទាប់មកខ្ញុំក៏បានងូតទឹកសម្អាតខ្លួន make up អីបន្តិចបន្តួចឲ្យដូរកៅអៅអីចឹងទៅហើយមុនពេលដែលយើងចេញទៅធ្វើការនិយាយទៅអត់គេងទេគឺទៅធ្វើការសិនហ្មងហើយទេសភាពនៅក្បែរកន្លែង Airbnb ហ្នឹងគឺស្អាតមែនតើអ្នកទាំងអស់គ្នាមានទឹកមានភ្នំមានអីចឹងទៅហើយពួកខ្ញុំបានដើរទៅកន្លែងធ្វើការហ្នឹងគឺចង់ទៅអង្គុយនៅហាងកាហ្វេដើម្បីធ្វើការក៏ដើរមកខាងផ្សារមួយអ្នកទាំងអស់គ្នាមកដល់ព្រលឹមពេលផ្សារហ្នឹងគឺគេអត់ទាន់បើកមករបៀបថាមក7ជាង8ចឹងណាចឹងគឺអត់មានអ្នកបើកទេដល់ពេលចឹងមានតែខាងហាងកាហ្វេកន្លែងញ៉ាំអីហ្នឹងឯងដែលគេបើកចឹងក៏បានចូលញ៉ាំកាហ្វេហើយជាមួយនឹងនំប៉័ងមួយសិនចឹងទៅដើម្បីចាប់ផ្ដើមពេលព្រឹកហើយក៏បានអង្គុយធ្វើការខ្ញុំចាំថាដូចជាអង្គុយធ្វើការបាន2ម៉ោងជាងបន្ទាប់ពីអង្គុយធ្វើការហើយក៏បានដើរមើលនេះមើលនោះនៅហាងហ្នឹងតិចតួចចឹងទៅបន្ទាប់មកក៏ដល់ពេលដែលយើងត្រូវញ៉ាំបាយថ្ងៃហីអញ្ចឹងអាហារពេលថ្ងៃនេះគឺពួកខ្ញុំចង់សំចាយក៏សម្រាប់ចិត្តថាមកញ៉ាំភីសាម្នាក់មួយស្លាយចឹងទៅចឹងបានញ៉ាំអីតិចតួចចឹងហើយចាប់ផ្ដើមនាំគ្នាងុយគេងនិយាយទៅដល់ពេល jet lag ឯណាអញ្ចឹងដល់ពេល jet lag ចឹងទៅគឺអត់មានជម្រើសទេគឺដើរទៅវិញដើម្បីគេងបន្ទាប់មកទៀតខ្ញុំក៏បាន order Uber Eats ដើម្បីមានជាទឹកមានជាអីញ៉ាំអញ្ចឹងហើយដោយសារតែនៅក្នុងនោះគឺអត់មានទឹកអត់មានអីទាំងអស់របៀបថាយើងនៅ Airbnb យើងមិននៅបែបជា hotel អញ្ចឹងគេអត់មានដាក់ទឹកដាក់អីឲ្យទេអញ្ចឹងក៏បាន order ផ្លែឈើអីតិចតួចអញ្ចឹងទៅដើម្បីទុកញ៉ាំហើយនេះអ្នកទាំងអស់គ្នាជា shrimp cocktail ពីខាង Costco ដែលពួកខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើលើកទី1អ្នកទាំងអស់គ្នាខ្ញុំដឹងថា Costco អាច order តាម Uber Eats បាននៅរដ្ឋនេះខ្ញុំអត់ដែរដឹងសោះតែម្ដងដោយសាររដ្ឋដងត្រូវការមានកាត Costco អីចឹងហើយនេះអ្នកទាំងអស់គ្នាគឺនឹករសជាតិនឹងខ្លាំងមែនតើពេលញ៉ាំទៅគឺនៅឆ្ងាញ់ដូចដើមបន្ទាប់មកគឺគេងលក់តទៀតចាប្លុកនេះខ្ញុំអត់ដែរគួរនិយាយថាធ្វើការ online ពីអាមេរិកទៅខ្មែរហ្នឹងឬមួយក៏គួរនិយាយថាមកគេងហើយបន្ទាប់មកល្ងាចឡើងម៉ោង10យប់ជាងគឺខ្ញុំចូលប្រជុំមួយជាមួយនឹងខាងអាមេរិកអញ្ចឹងអរគុណច្រើនបងប្អូនពូមីងទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមដល់ចប់ហើយបើសិនជាចង់ឲ្យខ្ញុំធ្វើវីដេអូអីផ្សេងៗទៀតចាំជួយ comment ខាងក្រោមនេះផងហើយសូមកុំភ្លេចជួយចែកចាយរំលែកវីដេអូនេះមួយនេះផងណាអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេនរ៉ាសិដ្ឋាមនី